សួស្តីបងប្អូនទាំងអស់ក្នុងបណ្ដាញសង្គមជាទីរាប់អានបាទថ្ងៃនេះក៏យកអង្គនៃវត្ថុស័ក្តិសិទ្ធិពីមុខដែលខ្ញុំគោរពផ្ទាល់ខ្លួនហើយក៏ជាតួឯកប្រចាំតកូលដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងអង្គទី1នេះគឺជាប្រភេទនៃខ្នែកាច់បាទខ្នែនេះគឺកាច់បុកជាប់ដើមឈើត្រឹមហ្នឹងប្រវត្តិជ្រូកនេះគឺជាជ្រូកភក់បាទជ្រូកពណ៌សជ្រូកភក់ជាប់អន្ទាក់ជ្រូកនេះធំណាស់ប្រហែលជាជាង300គីឡូថា300គីឡូចុះអញ្ចឹងជ្រូកនេះមុននឹងវាតៃសាកគឺវាបុកកាច់ជាមួយនឹងដើមឈើជាប់ត្រឹមហ្នឹងណាបងប្អូនជាប្រភេទជ្រូកភក់ហើយប្រភេទកាច់នេះគឺកាច់ប្រវែងមួយទឹកមួយហ៊ុនបាទហើយទំហំខ្នែនេះគឺ1ហ៊ុន8ចាស់អញ្ចឹងបងប្អូនជាប្រភេទជ្រូកភក់បាទខ្នែកាច់ជ្រូកភក់បាទកម្របាទជាប្រភេទខ្នែកម្រខ្នែកាច់ហើយជាខ្នែជ្រូកភក់ទៀតប្រវត្តិគឺបាញ់អត់ចេញទេទុកតលតៃសាបាទជាងកន្លះខែបានជ្រូកនឹងងាប់មុនងាប់កាច់ជាប់ដើមឈើបងប្អូនហើយនេះមួយទៀតគឺជាប្រភេទនៃថ្មសំលៀងជ្រូកតែជាថ្មសំលៀងជ្រូកជើង5បាទថ្មសំលៀងនេះគឺ5ចំនួនហើយបាទពិសេសត្រង់ថាជាជ្រូកជើង5ហើយបង្ហូតថ្នល់បងប្អូនគឺប្រហោងពីចុងដល់គល់ណាបងប្អូនបាទធំបាទធំ3ហ៊ុនបងប្អូនធំណាស់បាទជាប្រភេទនៃអង្គវត្ថុស័ក្តិសិទ្ធិកម្របាទជាវត្ថុគោរពផ្ទាល់ខ្លួនមិនមែនសម្រាប់ដាក់ចែកជាទេបងប្អូនបាទសូមអរគុណសូមជម្រាបលា